បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពនេះគឺវត្តពោធិរាំងសីឬហៅថាវត្តទ្វារស្ថិតនៅសង្កាត់ទី4ទីក្រុងយីឋានខេត្តហៅយ៉ាកវត្តនេះបានកសាងកាលពីឆ្នាំ1967នៅលើផ្ទៃដី2000ម៉ែត្រក្រឡានេះជាសាលាទទួលភ្ញៀវសាលានេះមាននាគ4នៅពីមុខយ៉ាងស្អាតឥឡូវយើងចូលទៅខាងក្នុងមើលនៅទីនេះមានការរៀបចំមានសណ្ដាប់ធ្នាប់យ៉ាងល្អមានទាំងម៉ាស៊ីនត្រជាក់យ៉ាងទំនើបផងនៅពីក្រៅសាលានេះគឺនៅខាងក្រោមជាអាងទឹកដែលមានចិញ្ចឹមត្រីនិងមានដាំផ្កាអូគីដេនៅពីលើនេះជាព្រះពុទ្ធអង្គទ្រង់គង់សមាធិរួចនេះជាទូដាក់ត្រត្រៃ3ដុំហើយនេះជាកុដិឈើមួយយ៉ាងស្អាតចំណែកទីនេះជាកន្លែងទទួលទេវតាឆ្នាំថ្មីមានព្រះសង្ឃកំពុងតែរៀបចំព្រោះអីនៅតែ2ថ្ងៃទៀតគឺដល់ពេលចូលឆ្នាំថ្មីហើយឯនេះគឺជាជួរតូបរបស់ព្រះសង្ឃគង់នៅសប្តាហ៍ថ្ងៃវត្តទ្វារមានព្រះសង្ឃតែ4អង្គប៉ុណ្ណោះហើយការស្នាក់នៅរបស់ព្រះសង្ឃដូច្នេះគឺងាយស្រួលក្នុងការសិក្សារៀនសូត្ររួចនេះជាព្រះវិហារកំពុងសាងសង់ព្រះវិហារនេះផ្ដើមកសាងកាលពីឆ្នាំ2015វត្តទ្វារទោះបីតូចក៏ពិតមែនប៉ុន្តែបានជាទីជួបជុំរបស់ជនរួមជាតិខ្មែរនៅតំបន់នេះ